មានរំពឹងថាគ្រូថ្មីរបស់ពួកគេនឹងមកបង្រៀននៅបណ្ឌិតសភាសិស្សមួយចំនួនបានមកជួបជុំគ្នាដើម្បីមើលការប្រកួតរួមទាំងមេរីយ៉ាដែលឈរក្នុងចំណោមអ្នកទស្សនាផងដែរនាងមានអារម្មណ៍រំភើបព្រោះនេះជាលើកទី1ហើយដែលនាងនឹងឃើញអាសកកណ្ដុរស្គមចូលរួមក្នុងសមរភូមិដោយផ្ទាល់ជាងដឹងរួចជាស្រេចថាវានឹងបញ្ចប់ទៅដោយរបៀបណាប៉ុន្តែគាត់នៅតែដកដង្ហើមធំតិចហើយអនុញ្ញាតឲ្យសាឡាបានឃើញនៅអំណាចរបស់គាត់ដោយផ្ទាល់ទោះជាយ៉ាងណាក៏ដោយ August ចាប់ផ្ដើមមានអារម្មណ៍មិនច្បាស់លាស់នេះជាលើកទី1ហើយដែលគាត់នឹងឃើញមនុស្សដែលគាត់បានណែនាំប្រយុទ្ធនៅចំពោះមុខអ្នកដទៃហើយគាត់បារម្ភថាយេនអាចនឹងធ្វើឲ្យគាត់ខ្មាស់គេនៅចំពោះមុខអ្នករាល់គ្នាចំណែកលោកម្ចាស់ Guy វិញមើលទៅមានការរំភើបយ៉ាងខ្លាំងនិងចង់បញ្ចប់ការប្រកួតឲ្យបានឆាប់រួចដាក់យេនឲ្យនៅកន្លែងដែលសមរម្យគាត់បានប្រកាសយ៉ាងរហ័សថាគាត់នឹងវាយប្រហារមុនហើយភ្លាមនោះក៏បានបញ្ចេញបាល់ភ្លើងដ៏ធំមួយដែលគាត់ជឿថានឹងគ្រប់គ្រាន់ដើម្បីផ្ដួលយេនក្នុងតែមួយក្បាច់យេនគេចផុតពីការវាយប្រហារយ៉ាងស្ងប់ស្ងាត់ខណៈដែលអាសត្វកណ្ដុរស្គមនៅតែមានទំនុកចិត្តថានឹងឈ្នះការប្រកួតនេះនិងបង្ហាញថាមេតបយកខុសចំពោះការវាយតម្លៃរបស់គាត់ទោះបីជាយ៉ាងណាក៏ដោយសារគ្មានជំរឿផ្សេងយេនក៏សម្រេចចិត្តបង្ហាញសមត្ថភាពរបស់ខ្លួនហើយដោយចេតនាគាត់បានបង្ហាញនូវកុសលបៈវិញ្ញាណដ៏វិសេសវិសាលមួយគាត់ប្រើក្បាច់បញ្ជាទំនាញផែនដីនិងបង្ខំឲ្យលោកម្ចាស់ Guy ដែលដួលទៅលើដីសង្កត់គាត់នៅទីនោះដើម្បីឲ្យដឹងច្បាស់ថា Guy ដែលគ្មានឱកាសឈ្នះតតែសោះហើយភាពប្រអើតក្រទុំរបស់គាត់គឺគ្មានតម្លៃអ្វីទាំងអស់នាយកសាលានិងលោកម្ចាស់ Rodman ដែលជាបុរសធាត់ស្រឡាំងខ្លាំងចំពោះអ្វីដែលពួកគេបានឃើញសូម្បីតែ August និងប្អូនស្រីរបស់គាត់ Maria ក៏ឈមមើលទាំងហាមាត់ដែរបន្ទាប់ពីបានឃើញការបង្ហាញអំណាចដ៏ខ្លាំងក្លាដែលពួកគេមិនធ្លាប់បានឃើញពីមុនមកនៅពេលពួកគេសួរថាមានរឿងអ្វីកើតឡើងយេនបានពន្យល់យ៉ាងស្ងប់ស្ងាត់ថាគាត់គ្រាន់តែគ្រប់គ្រងទំនាញជុំវិញលោកម្ចាស់ Guy តែប៉ុណ្ណោះនៅពេលលើគេនិយាយថាពួកគេមិនធ្លាប់ឃើញអ្វីបែបនេះពីមុនមកយេនញឹមតិចព្រោះគាត់ដឹងថាមានរឿងជាច្រើនទៀតដែលសិស្សនិងគ្រូក្នុងសាលានេះត្រូវរៀនលោកម្ចាស់ Guy ដែលខំថ្មីងដោយភាពមួម៉ៅខណៈកំពុងដេកជាប់ដីមើលទៅគួរឲ្យវេទនាបំផុតដោយសារតែក្តីអាណិតចំពោះបុរសចាស់នេះវីរបុរសរបស់យើងក៏បានបញ្ចេញសម្ពាធទំនាញដែលសង្កត់គាត់ Guy ដែលមានការខឹងសម្បារយ៉ាងខ្លាំងដោយស្រែកថាបច្ចេកទេសវិញ្ញាណបែបនេះមិនគួរមានតតែសោះគាត់ទូចថាអ្នកថ្នាក់ទាបនេះច្បាស់ជាប្រើល្បិចខុសច្បាប់អ្វីមួយហើយជេនឈរនៅទីនោះយ៉ាងស្ងប់ស្ងាត់និងទទួលយកពាក្យជេរប្រមាថខណៈដែលតាស្គមនោះស្រែកដាក់មុខគាត់មិនឈប់តាមដានការសន្ទនានេះនាយកសាលាក៏សម្រេចចិត្តយ៉ាងស្ងប់ស្ងាត់សិស្សដែលនៅជុំវិញនោះក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងដែរជាពិសេស Maria នាងមិនអាចយល់បានថាតើគាត់អាចគ្រប់គ្រងអំណាចដ៏អស្ចារ្យបែបនេះបានដោយរបៀបណាជាធម្មតាអ្នកថ្នាក់ទាបស្ទើរតែគ្មានអំណាចនេះតតែសោះភាពចង់ដឹងចង់ឃើញរបស់នាងបានកើនឡើងហើយនាងតាំងចិត្តស្វែងរកថាតើយិនជានរណាឲ្យប្រកាសជុតឆាកបានបដូរទៅពិធីទទួលសិស្សថ្មីនៅមួយសប្តាហ៍ក្រោយមកនៅទីនោះនាយកសាលាបានប្រកាសថាបណ្ឌិតសភា Horneska ត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលអ្នកចម្បាំងដែលអាចកម្ចាត់ការគំរាមកំហែងពីស្រូវអ្នកណាដែលទន់ខ្សោយពេកមិនអាចដើរតាមទាន់ទេគឺគ្មានកន្លែងសម្រាប់ពួកគេនៅក្នុងសាលានេះឡើយទោះជាយ៉ាងណាក៏ដោយអ្នកដែលទទួលបានជោគជ័យនឹងត្រូវបានធានានៅអនាគតដែលពោពេញដោយឋានៈនិងអំណាចសង្កេតមើលពីខាងលើពាក់កណ្ដាលមនុស្សមួយចំនួនដែលឈរនៅក្បែរ Maria មានការភ្ញាក់ផ្អើលចំពោះចំនួនអ្នកមកថ្មីដ៏ច្រើនភាគច្រើននៃពួកគេមិនមែនមកពីគ្រួសារអភិជនឡើយពាក់កណ្ដាលមនុស្សតឈ្មោះ Reyes បានសួរសុខទុក្ខ Maria យ៉ាងស្និទ្ធស្នាលគាត់បានលើកឡើងថាវាជារឿងមិននឹកស្មានដល់ដែលឃើញនាងមកចូលរួមពិធីទទួលសិស្សថ្មីនេះដោយផ្ទាល់ខណៈកំពុងជែកគ្នាស្រាប់តែគាត់បានឃើញគណៈថ្នាក់ទាបម្នាក់អង្គុយក្បែរក្រុមគ្រូបង្រៀនហើយស្ទើរតែស្លាប់ខ្យល់គាត់បាត់បង់ភាពនឹងណោទាំងស្រុងនៅពេលដែល Maria បង្ហើបថាអ្នកថ្នាក់ទាបម្នាក់នោះគឺជាគ្រូថ្មីរបស់ពួកគេនាងបានសួរ Reyes អំពីការចាប់អារម្មណ៍ដំបូងរបស់គាត់ចំពោះគ្រូនោះដោយផ្អែកលើរូបរាងនៅពេលដែលគាត់រៀបរាប់ថាបុរសនោះគ្រាន់តែជាមនុស្សធម្មតាម្នាក់ដែលគ្មានប្រពន្ធនិងគ្មានជីវិតល្អនាងក៏សារភាពថាការវាយតម្លៃដំបូងរបស់នាងក៏បែបនេះដែរដោយមានអារម្មណ៍ថាមានភ្នែកជាច្រើនកំពុងសម្លឹងមកកាន់ខ្លួនយេនក៏ដឹងភ្លាមថាគាត់មិនអាចស៊ើបអង្កេតអាថ៌កំបាំងរបស់សាលានេះដោយបើកចំហពេកទេចាប់ពីថ្ងៃដំបូងមុនអ្វីទាំងអស់គាត់ត្រូវបដូររូបភាពរបស់គាត់ពីអ្នកថ្នាក់ទាបដែលគ្មានតម្លៃឲ្យទៅជាអ្វីមួយដែលមើលទៅសាមញ្ញនិងមិនគួរឲ្យខ្លាចឥឡូវនេះគាត់មានអារម្មណ៍ដូចជាខ្លួនឯងគឺជាគោលដៅដ៏ធំដែលគេកំពុងតាមដានបន្ទាប់ពីបញ្ចប់ពិធីវាដល់ពេលសម្រាប់ការបង្រៀនលើកដំបូងរបស់គាត់ហើយក្នុងពេលជាមួយគ្នានេះលោកម្ចាស់ Guy បានប្រមូលសិស្សច្បងនិងប្រកាសថាថ្នាក់រៀនធម្មតាបានចាប់ផ្ដើមឡើងវិញជាផ្លូវការហើយគាត់បានព្រមានពួកគេកុំឲ្យចាញ់សមត្ថភាពសិស្សថ្មីដែលមានទេពកោសល្យដែលបានចូលរៀនឆ្នាំនេះទោះជាយ៉ាងណាគាត់បានសួរទាំងកំហឹងថាហេតុអ្វីបានជាសិស្សភាគច្រើនក្នុងថ្នាក់អវត្តមានតាស្គមនោះញឹមក្នុងចិត្តព្រោះគាត់ដឹងយ៉ាងច្បាស់ថាសិស្សជាច្រើនសុខចិត្តស្លាប់ប្រសើរជាងមកអង្គុយរៀនជាមួយគ្រូដែលជាគណៈថ្នាក់ទាបតាស្គមដកខ្វក់នោះថែមទាំងបានដើរប្រកាសប្រាប់គ្រប់គ្នាថាមេរៀនថ្ងៃនេះនឹងត្រូវបង្រៀនដោយយេនទៀតផងរឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺសាស្ត្រាចារ្យរបស់យើងហាក់ដូចជាមិនខ្វល់ខ្វាយអ្វីបន្តិចសោះឡើយ
គាត់ឈរនៅលើវេទិកាដោយទំនុកចិត្តនិងណែនាំខ្លួនគាត់ថាជាគ្រូបង្គោលផ្នែកបច្ចេកទេសវិញ្ញាណថ្មីព្រាហ្មណ៍នោះ Reyes បានសួរយ៉ាងឥតអៀនខ្មាសថាតើគាត់ពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្រៀនថ្នាក់ដែលខ្លាំងបំផុតក្នុងសាលានេះឬទេ Jane បានឆ្លើយទៅវិញដោយស្នាមញញឹមយ៉ាងស្ងប់ស្ងាត់ថាពួកគេនឹងដឹងក្នុងពេលឆាប់នេះគាត់ថែមទាំងប្រាប់ពាក់កណ្ដាលមនុស្សតនោះថាគាត់អាចចាក់ចេញពីទីនេះបានប្រសិនបើគាត់គិតថាថ្នាក់រៀននេះទាបជាងសមត្ថភាពរបស់គាត់បន្ទាប់ពីបង្កើតច្បាប់នេះរួចគាត់ក៏បានដាក់វិន័យមួយភ្លាមគាត់ប្រាប់សិស្សរបស់គាត់ថាពួកគេមិនត្រូវប្រើអំណាចដ៏វិសេសវិសាលប្រឆាំងនឹងមនុស្សឡើយមិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយដើម្បីបញ្ជាក់ពីហេតុផលរបស់គាត់គាត់បានពន្យល់ថាអំណាចវិសេសនេះត្រូវបានរចនាឡើងដើម្បីបង្ក្រាបសមត្ថភាពរស់ឡើងវិញរបស់សត្រូវប៉ុន្តែមនុស្សមានការជាសះស្បើយឡើងវិញតាមធម្មជាតិបន្ទាប់ពីមានរបួសដែលបង្ហាញថាគោលបំណងពិតប្រាកដរបស់វាគឺដើម្បីកម្ចាត់ពួកអ្នកឈានពានទើបដូច្នេះសិស្សដែលអង្គុយខាងក្រោយម្នាក់បានចាប់ផ្ដើមនិយាយអាក្រក់ដោយហៅគាត់ថាជាមនុស្សទន់ជ្រាយព្រោះគាត់ខ្វះអំណាចវិសេសនេះអាសិស្សកំហួចនោះទូចថាគេមានសិទ្ធិប្រើកម្លាំងរបស់គេតាមតែចិត្តចង់ដោយមានការធុញទ្រាន់បន្តិចសាស្ត្រាចារ្យយេនក៏បានអញ្ជើញគេឲ្យមកសាកល្បងមើលថាតើគាត់ពិតជាទន់ខ្សោយដោយការលើកឡើងមែនឬអត់គាត់បានប្រាប់សិស្សនោះឲ្យវាយគាត់ដោយប្រើក្បាច់ដែលខ្លាំងបំផុតសិស្សនោះញឹមយ៉ាងក្រអឺតក្រទុំនិងប្រកាសថាគេនឹងមិនមកចូលរៀនទៀតឡើយបើសាស្ត្រាចារ្យឲ្យគ្រាន់តែមានស្នាមឆ្កូតបន្តិចបន្តួចនោះដោយចាប់យកឱកាសនេះគេបានបញ្ចេញលំពេងរន្ទះដែលមានថាមពលយ៉ាងខ្លាំងសូម្បីតែលោកម្ចាស់ Geiger ក៏បារម្ភដែរថាបន្ទប់រៀននេះអាចនឹងមិនរស់រានពីការវាយប្រហារដ៏សាហាវបែបនេះឡើយដោយមិនស្ទាក់ស្ទើរសិស្សនោះបានបោះលំពេងសម្ដៅទៅយិនយ៉ាងលឿនដែលបង្កើតឲ្យមានធូលីដេហុយពេញបន្ទប់អ្នករាល់គ្នាស្មានថាគណៈថ្នាក់ទាបនោះត្រូវបានកំទេចបាត់ទៅហើយប៉ុន្តែបន្ទាប់មកដាវមួយបានហោះចេញពីផ្សែងហុយនោះហើយចាក់ជាប់នឹងជញ្ជាំងនៅពីក្រោយសិស្សនោះដោយខុសពីមុខរបស់គេបន្តិចតែប៉ុណ្ណោះយិនបាននិយាយយ៉ាងស្ងប់ស្ងាត់ថាដាវនោះអាចនឹងចាក់ទម្លុះរូបគេប្រសិនបើយិនពិតជាមានបំណងសម្រាប់គេមែននោះបន្ទាប់មកគាត់ក៏បានផ្ដល់មេរៀនទី1សម្រាប់ឈ្មោះនេះកុំវាយតម្លៃមនុស្សតែលើរូបរាងខាងក្រៅ Reyes មើលទៅដោយភាពស្ងប់ស្ងាត់និងឆ្ងល់ថាតើបច្ចេកទេសនោះអាចរាប់ថាជាសិល្បៈវិញ្ញាណបានដែរឬទេសាស្ត្រាចារ្យយិនបន្តយ៉ាងរលូនដោយពន្យល់ថាមូលហេតុដែលគេហៅថាគណៈថ្នាក់ទាបគឺដោយសារតែគេត្រូវបានគេចាត់ទុកថាខ្សោយបន្ទាប់មកក្នុងនាមជាមនុស្សដែលមានសមត្ថភាពលើសពួកគេឆ្ងាយគាត់បានសួរថាចុះចំពោះរូបគាត់វិញគេហៅថាអ្វីធម្មពលរបស់គាត់បានកើនឡើងដល់កម្រិតកំពូលខណៈដែលគាត់ឆ្លើយនឹងសំណួររបស់ខ្លួនឯងគាត់បានប្រកាសថានោះហើយគឺជាអ្វីដែលគេហៅថាគ្រូបន្ទាប់មកគាត់ផ្ដល់មេរៀនទី2គាត់បានសួរសិស្សម្នាក់ដែលនោះថាតើគេដឹងពីលក្ខខណ្ឌដែលត្រូវការដើម្បីបញ្ចេញសិល្បៈវិញ្ញាណដែរឬទេសិស្សនោះបានឆ្លើយថាវាអាស្រ័យលើការស្រមើស្រមៃឲ្យច្បាស់លាស់ប្រសិនបើអ្នកស្រមៃឃើញអ្វីមួយបានច្បាស់នោះវិញ្ញាណនឹងធ្វើវាឲ្យសម្រេចសាស្ត្រាចារ្យយិនយល់ស្របថាការស្រមើស្រមៃគឺសំខាន់ប៉ុន្តែគាត់បន្ថែមថាមានចំណុចសំខាន់មួយទៀតដែលពួកគេគ្រប់គ្នាបានរំលងគាត់ពន្យល់ថាវិញ្ញាណឆ្លើយតបទៅនឹងរូបធាតុអាកាសខុសគ្នាហើយវាគឺជាអ្វីដែលជំរុញសកម្មភាពរបស់ពួកគេមានរលកធាតុអាកាសចម្បងចំនួន8ប្រភេទក្នុងចំណោមនោះការដឹកកម្ដៅការបញ្ចេញថាមពលការព្យាបាលនិងការធ្វើឲ្យកកគឺជាអ្វីដែលមនុស្សភាគច្រើនដឹងទោះជាយ៉ាងណាក៏ដោយការគ្រប់គ្រងទំនាញផែនដីការគ្រប់គ្រងពន្លឺការគ្រប់គ្រងបរិយាកាសនិងការគ្រប់គ្រងលំហក៏មានអត្ថប្រយោជន៍ផងដែរលោកម្ចាស់ Geiger ស្ទើរតែស្លាប់ខ្យល់ស្លាប់នៅពេលឃើញគាត់ប្រើលោកធាតុអាកាសទាំង8យ៉ាងងាយស្រួលបែបនេះជាមួយនឹងការបង្ហាញនេះវីរបុរសរបស់យើងក៏បានចាប់ផ្ដើមការបង្រៀនពិតប្រាកដលើកដំបូងរបស់គាត់នៅល្ងាចនោះគាត់បានគិតថាតើគួរចាប់ផ្ដើមការស៊ើបអង្កេតអាថ៌កំបាំងរបស់សាលានៅកន្លែងណានៅគ្រប់ទីកន្លែងក្នុងសាលាគឺសុទ្ធតែមានសិស្សបន្ទាប់ពីការបង្ហាញក្នុងថ្នាក់រៀនមកគាត់បានក្លាយជាប្រធានបទដ៏សំខាន់ដែលគេជែកគ្នាប្រសិនបើគាត់ចង់បានចម្លើយគាត់ត្រូវតែចូលទៅកន្លែងដែលសិស្សមិនត្រូវបានអនុញ្ញាតឲ្យចូលតាមផ្លូវគាត់បានជួបជាមួយ Maria ដោយមិនស្ទាក់ស្ទើរនាងបានសួរគាត់ឲ្យប្រាប់ត្រង់ថាតើគាត់ជានរណាឲ្យប្រាកដគាត់បានឆ្លើយតបដោយសួរថាតើគាត់អាចជាអ្វីផ្សេងក្រៅពីគណៈថ្នាក់ទាបដូចដែលគ្រប់គ្នាបានហៅគាត់នោះនាងយល់ស្របថាវាសមហេតុផលប៉ុន្តែមិនមែនចំពោះសមត្ថភាពដែលគាត់អាចបញ្ជាសិល្បៈវិញ្ញាណទាំង8យ៉ាងងាយស្រួលនោះទេសូម្បីតែពាក់កណ្ដាលមនុស្សភាគច្រើនក៏មិនអាចធ្វើបានដែរជេនបានប្រាប់នាងថាវាមិនស្មុគស្មាញនោះទេដោយប្រៀបធៀបវាទៅនឹងការបដូរផ្ទាំងការងាររវាងរូបធាតុអាកាសខុសគ្នានាងបានស្នើឲ្យពួកគេបន្តការសន្ទនានេះនៅកន្លែងដែលស្ងាត់និងមានភាពឯកជននៅពេលដែលនៅតែពីរនាក់នាងបានសួរសំណួរដែលអំពីអត្តសញ្ញាណរបស់គាត់លើកនេះគាត់បានប្រាប់ថាគាត់គ្រាន់តែជាមនុស្សម្នាក់ដែលត្រូវបានគេដាក់ឲ្យដេកក្នុងបន្ទប់ត្រជាក់នៅក្រោមភូមិ Cordema អស់រយៈពេលរាប់លានឆ្នាំមកហើយដើម្បីលេងសើចជាមួយគាត់នាងបានសួរថាតើគាត់បានធ្វើអ្វីខ្លះមុនពេលដេកលក់អស់រាប់លានឆ្នាំនោះ Jane បានឆ្លើយយ៉ាងស្មោះត្រង់ថាគាត់ធ្លាប់ធ្វើជាភ្នាក់ងារកងកម្លាំងពិសេសសម្រាប់ប្រទេសរបស់គាត់ទោះបីជារាប់ពាន់ឆ្នាំបានកន្លងផុតទៅក៏ដោយក៏គាត់នៅតែចងចាំថ្ងៃទាំងនោះយ៉ាងច្បាស់ហាក់ដូចជាវាទើបតែកើតឡើងកាលពីប្រហែលឆ្នាំមុនអញ្ចឹងដោយភាពចង់ដឹងចង់ឃើញនាងបានសួរបន្ថែមថាហេតុអ្វីបានជាមនុស្សដែលប្រយុទ្ធដើម្បីជាតិម្នាក់ត្រូវគេបិទត្រាឲ្យដេកក្នុងបន្ទប់ត្រជាក់បែបនេះគាត់មានអារម្មណ៍សោកសៅនិងសារភាពថាគាត់បានបរាជ័យក្នុងបេសកកម្មរបស់ខ្លួនគាត់ជឿជាក់ថាប្រសិនបើគាត់ខិតខំឲ្យអស់ពីសមត្ថភាពគាត់នឹងអាចសង្គ្រោះអ្នករាល់គ្នាបានប៉ុន្តែនៅទីបំផុតគាត់បានបរាជ័យហើយបាត់បង់អ្វីគ្រប់យ៉ាង
គាត់ក៏បានសារភាពថាការក្លាយជាសាស្ត្រាចារ្យឲ្យមិនមែនជារឿងចៃដន្យឥតទេគាត់ត្រូវការឥទ្ធិពលរបស់គ្រួសារឲ្យធន់បន្ទាប់មកគាត់ក៏បានសួរនាងថាតើពួកគេកំពុងទៅណាមិនយូរប៉ុន្មាននាងបាននាំគាត់ទៅបន្ទប់ចាស់និងពោពេញដោយធូលីដីមួយដែលនាងពន្យល់ថាវាធ្លាប់ជាកន្លែងដាក់សម្ភារៈបង្រៀនរបស់គ្រូនៅលើធ្នើមួយរូបសំណាកសត្វទីទុយបានធ្វើឲ្យគាត់ចាប់អារម្មណ៍ភ្លាមគាត់សួរថាតើហេតុផលពិតប្រាកដដែលនាងនាំគាត់មកទីនេះគឺជាអ្វីមេរីយ៉ាបានសារភាពថានាងកំពុងស៊ើបអង្កេតលំហទំនេរចម្លែកមួយដែលស្ថិតនៅក្បែរបន្ទប់ដាក់សម្ភារៈនេះវាមានទំហំធំពេកមិនអាចទុកចោលដោយមិនប្រើប្រាស់ឡើយដែលធ្វើឲ្យនាងប្រាកដថាវាច្បាស់ជាលក្ខអ្វីដែលសំខាន់ដោយមិនបង្អង់យូរសាស្ត្រាចារ្យយេនក៏បានលូកដៃទៅចាប់រូបសំណាកសត្វទីទុយនោះនាងសម្លឹងមើលគាត់ដោយភាពងឿងឆ្ងល់និងឆ្ងល់ថាហេតុអ្វីបានជាគាត់ទៅស្ទាបរូបសំណាកដែលពោពេញដោយធូលីនោះនៅពេលដែលគាត់បង្វិលវាបន្តិចធ្នើសៀវភៅក៏បានរំកិលចេញពីគ្នាដោយបង្ហាញឲ្យឃើញនៅផ្លូវសម្ងាត់មួយដែលនាំទៅកាន់ខាងក្នុងយ៉ាងជ្រៅគាត់បានអបអរសាទរនាងយ៉ាងស្ងប់ស្ងាត់ដែលនាងបានទស្សន៍ទាយត្រឹមត្រូវអំពីអត្ថភាពនៃបន្ទប់សម្ងាត់នេះមេរីយ៉ាស្រឡាំងកាំងនឹងមិនអាចយល់បានថាតើគាត់អាចដោះស្រាយអាថ៌កំបាំងនេះបានយ៉ាងលឿនដោយរបៀបណាសាស្ត្រាចារ្យរបស់យើងពន្យល់ថាគាត់បានចាប់អារម្មណ៍ឃើញថារូបសត្វទីទុយនោះគឺជាវត្ថុតែមួយគត់ដែលស្អាតនៅក្នុងបន្ទប់ដែលពោពេញដោយធូលីដីដ៏ក្រាស់បែបនេះបន្ទាប់មកគាត់បានប្រាប់នាងឲ្យនៅចាំទីនេះខណៈដែលគាត់ចូលទៅស៊ើបអង្កេតក្នុងបន្ទប់សម្ងាត់នោះតែម្នាក់ឯងដោយការភ្ញាក់ផ្អើលមេរីយ៉ាបានបញ្ជាក់យ៉ាងច្បាស់ថានាងនឹងចូលទៅជាមួយគាត់ដែរគាត់បានរំលឹកនាងថាវាអាចនឹងមានសត្រូវដ៏គ្រោះថ្នាក់នៅខាងក្នុងហើយគាត់ប្រហែលជាមិនអាចការពារនាងបានឡើយនាងបានបញ្ជាក់យ៉ាងច្បាស់ថាសមត្ថភាពរបស់នាងមិនមែនធម្មតានោះទេនាងជឿជាក់ថានាងខ្លាំងជាងសិស្សទៅទៀតក្នុងថ្នាក់ដោយមានតែបងប្រុសរបស់នាងម្នាក់ប៉ុណ្ណោះដែលអាចមានសមត្ថភាពលើសនាងដូច្នេះគាត់ជេនបាននិយាយលេងសើចថាកន្លែងនេះមើលទៅដូចជាគុកគំនិតដ៏ល្អឥតខ្ចោះសម្រាប់បិសាចដែលកើតក្នុងហ្គេម Fantasy ដែលធ្វើឲ្យក្មេងស្រីម្នាក់នោះមានការភ័ន្តច្រឡំដោយសារការចង់ដឹងចង់ឃើញនាងបានសួរអំពីប្រវត្តិរបស់គាត់ម្ដងទៀតថាតើគាត់មានជនសង្ស័យក្នុងចិត្តដែរឬទេព្រោះការតាមប្រមាញ់ការគំរាមកំហែងគឺជាជំនាញរបស់គាត់ជេនមានអារម្មណ៍អស់សំណើចដែលនាងទទួលយកសាច់រឿងដែលមិនគួរឲ្យជឿរបស់គាត់បានយ៉ាងឆាប់រហ័សជាការតបស្នងចំពោះការទុកចិត្តរបស់នាងគាត់បានបង្ហាញថាគាត់មានការសង្ស័យយ៉ាងខ្លាំងថា Lord Rodman ប្រហែលជាមានការពាក់ព័ន្ធសាស្ត្រាចារ្យយេនបានពន្យល់ថាទោះបីជាបុរសម្នាក់នេះមើលទៅមានមន្តស្នេហ៍ក្នុងពេលបង្រៀនក៏ដោយក៏មានរឿងខ្លះដែលគួរឲ្យព្រួយបារម្ភនៅពេលដែលគាត់នៅម្នាក់ឯងនៅពេលនោះបុរសម្នាក់នេះហាក់ដូចជាកំពុងរៀបចំគម្រោងអ្វីមួយដែលមិនល្អគាត់បានពន្យល់ថាចរិតបែបនេះគឺជារឿងធម្មតាសម្រាប់មនុស្សដែលលាក់បាំងខ្លួនពិតពីពិភពលោកលើកពីនេះគាត់បានកត់សម្គាល់ឃើញថាបុរសម្នាក់នេះមានការសង្កេតខ្លាំងពេកសម្រាប់ធ្វើជាគ្រូបង្រៀនមេរីបានសារភាពថានាងធ្លាប់សង្ស័យលោតហ្គេថាជំនួសវិញប៉ុន្តែយេនបានបដិសេធទ្រឹស្ដីរបស់នាងដោយបានចង្អុលបង្ហាញថាអ្នកដែលមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានមិនអាចរៀបចំគម្រោងការអាក្រក់អ្វីបានឡើយគាត់ថែមទាំងបាននិយាយថាបុរសចាស់ម្នាក់នោះអាចនឹងមានចិត្តល្អផងដែរចុងក្រោយអ្នកទាំងពីរក៏បានមកដល់ជណ្ដើរខាងក្រោមដែលនាំទៅដល់សាលដ៏ធំមួយដែលពោពេញដោយធូលីភ្នែករបស់មេរីយ៉ាបានបើកធំដោយការភ្ញាក់ផ្អើលចំពោះរូងក្រោមដីដ៏ធំសម្បើមដែលលាក់នៅខាងក្រោមសាលាបណ្ឌិតសភារំពេចនោះជេនបានឈប់ដើរព្រោះគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានរកឃើញមន្ទីរពិសោធន៍របស់ខាយេរ៉ាលាក់នៅក្នុងកន្លែងបែបនេះនៅពេលដែលយេនសម្លឹងមើលទ្វារដែលការពារដោយម៉ាស៊ីនណាណូដែលមនុស្សសម័យនេះហៅថាជាវិញ្ញាណគាត់ប្រាកដណាស់ថានេះគឺជាមន្ទីរពិសោធន៍របស់ខាយេរ៉ាមេរីយ៉ាចាប់ផ្ដើមមានអារម្មណ៍ភ័យព្រោះទោះបីជានាងបានស្វែងរកអស់រយៈពេលជាយូរមកហើយក៏ដោយក៏នាងមិនដែលរកឃើញទ្វារដ៏ធំដែលលាក់នៅក្រោមបណ្ឌិតសភានេះឡើយជេនបានពន្យល់នាងថាមនុស្សធម្មតាចាំបាច់ត្រូវមានសោរពិសេសដើម្បីបើកទ្វារបែបនេះគាត់បានចងចាំពីរបៀបដែលហាខាម៉ាទទួលបានសោរនៅក្នុងភូមិខដាម៉ាហើយគាត់ជឿថានរណាម្នាក់នៅកន្លែងនេះប្រហែលជាទទួលបានសោរស្រដៀងគ្នានេះដែរទោះជាយ៉ាងណាក៏ដោយយេនដឹងថាគាត់មានសិទ្ធិចូលប្រើប្រាស់ពេញលេញដូច្នេះគាត់ក៏លើកដៃរបស់គាត់ឡើងប្រព័ន្ធចាក់សោរបានសម្គាល់គាត់ភ្លាមថាជាបុគ្គលដែលមានសិទ្ធិអំណាចខ្ពស់បំផុតហើយក៏បានដោះសោរទ្វារឲ្យគាត់យ៉ាងលឿននៅពេលដែលទ្វារដ៏ធំបើកយឺតយេនក៏ឆ្ងល់ថាតើអ្នកដែលព្យាយាមផ្ដួលរំលំមេដឹកនាំនៃប្រទេសនេះក៏អាចជាអ្នកដែលមានសិទ្ធិចូលមកកាន់កន្លែងនេះដែរឬយ៉ាងណាចំណែកមេរីយ៉ានៅតែមានការភ្ញាក់ផ្អើលដោយមិនជឿថាមានកន្លែងបែបនេះស្ថិតនៅខាងក្រោមសាលារបស់ពួកគេឡើយនាងក៏បានសួរយេនថាតើគាត់ពិតជាមិនត្រូវការសោមែនទេហើយយេនក៏បានឆ្លើយតបយ៉ាងសាមញ្ញថាមនុស្សពីបុរាណគឺមានភាពពិសេសបែបនេះឯងចុងក្រោយមេរីយ៉ាចាប់ផ្ដើមជឿលើពាក្យសម្ដីរបស់យេនហើយក៏បានដើរតាមគាត់ចូលទៅក្នុងមន្ទីរពិសោធន៍ក្រោមដី
នៅខាងក្នុងពួកគេបានរកឃើញគឺ Corruptors ជាច្រើនដែលត្រូវបានឃុំនៅក្នុងទ្រុងដែកដ៏ធំហើយអ្វីដែលចម្លែកនោះគឺពួកគេមានភាពស្ងប់ស្ងាត់ជាខ្លាំងJen បានចងចាំពីគឺ Corruptors ក៏ដែលក្រុមចៅបានឃុំទុកពីមុនមកហើយក៏បាននឹកឃើញពីរបៀបដែលពួកគេមានភាពស្ងប់ស្ងាត់រហូតដល់ពេលដែលពួកគេត្រូវបានដោះលែងទោះជាយ៉ាងណាក៏ដោយអ្វីដែលធ្វើឲ្យគាត់មានការព្រួយបារម្ភបំផុតនោះគឺតើគេអាចដឹកជញ្ជូនបិសាចដ៏ធំទាំងនេះមកកាន់កន្លែងនេះដោយមិនមាននរណាម្នាក់កត់សម្គាល់ដោយរបៀបណាMaria បានសារភាពថាការសង្ស័យរបស់បងប្រុសនាងចំពោះសាលានេះប្រហែលជាត្រឹមត្រូវហើយនាងបានស្នើថាពួកគេគួរតែលាក់ខ្លួននៅទីនោះដើម្បីចាំស្ទាក់ចាប់អ្នកដែលនៅពីក្រោយរឿងនេះព្រោះជនល្មើសប្រកាសជាត្រឡប់មកវិញក្នុងពេលឆាប់ប៉ុន្តែយេនបានប្រាប់នាងថាជំនួសឲ្យការចូលរងចាំពួកគេគួរតែបិទសាលាបណ្ឌិតសភានិងចាត់ការជាមួយបិសាចទាំងនេះជាមុនសិន Maria បានប្រកែកថាពួកគេមិនអាចបណ្ដោយឲ្យអ្នកនៅពីក្រោយគម្រោងនេះរត់គេចខ្លួនបានឡើយប៉ុន្តែយេនបានពន្យល់ថាការការពារសិស្សគឺជារឿងសំខាន់បំផុតប្រសិនបើបិសាចទាំងនេះចាប់ផ្ដើមវាយប្រហារវានឹងធ្វើឲ្យគ្រប់គ្នាមានគ្រោះថ្នាក់នៅពេលដែលគាត់បានលើកឡើងថាបងប្រុសរបស់នាងក៏ប្រហែលជាធ្វើការសម្រេចចិត្តដូចនេះដែរនាងក៏យល់ព្រមតាមគាត់យេនក៏បានបន្ថែមថាគាត់មានអារម្មណ៍មិនល្អចំពោះរឿងនេះឡើយហើយសភាពគាត់របស់គាត់តែងតែត្រឹមត្រូវជានិច្ចគាត់បាននិយាយថាគាត់នឹងបន្តការស៊ើបអង្កេតនៅក្នុងមន្ទីរពិសោធន៍នេះបន្ថែមទៀតហើយបានសុំឲ្យនាងត្រឡប់ទៅវិញដើម្បីប្រាប់បងប្រុសរបស់នាងឲ្យដាក់សាលាក្នុងស្ថានភាពបម្រាមគោចរដើម្បីការពារសិស្សបន្ទាប់ពីបានបញ្ជូននាងត្រឡប់ទៅវិញហើយយេនក៏បានបន្តចូលទៅជ្រៅក្នុងមន្ទីរពិសោធន៍ក្រោមដីដើម្បីស្វែងរកដំណុយបន្ថែមចំណែកឯនៅខាងលើវិញក្មេងប្រុសម្នាក់ដែលចាញ់យេនត្រូវបានគេចំអកឲ្យទោះជាយ៉ាងណាក៏ដោយគាត់នៅតែចាត់ទុកយេនជាសត្វដែលអំថយនិងបន្ទោសយេនដែលបានធ្វើឲ្យគាត់បាត់បង់កេរ្តិ៍ឈ្មោះនាយកសាលាក៏បានដើរទៅរក Lord Gaeta ហើយបានប្រាប់ឲ្យក្មេងប្រុសម្នាក់នោះឈប់ធ្វើកាយវិការចម្លែកព្រោះវាធ្វើឲ្យសិស្សដទៃទៀតមានអារម្មណ៍មិនស្រួលគាត់ត្រូវបានអាម៉ាស់មុខដោយនាយកសាលាមុនពេលត្រូវបានសួរអំពី Lord Rodman ដែលបានបាត់ខ្លួនតាំងពីព្រឹកនាយកសាលាមានអារម្មណ៍ធុញថប់ហើយការបាត់ខ្លួនរបស់ Lord Rodman ក៏បានធ្វើឲ្យនាងកាន់តែមានការព្រួយបារម្ភផងដែរនៅពេលនោះនាងបានកត់សម្គាល់ឃើញពពខ្មៅងឹតកំពុងកើតឡើងនៅពីលើសាលាហើយក៏ឆ្ងល់ថាមានរឿងអ្វីកើតឡើងទន្ទឹមនឹងនោះ Maria បានប្រញាប់ប្រញាល់ត្រឡប់ទៅវិញប៉ុន្តែនៅពេលដែលនាងចេញពីទ្វារនាងក៏បានជួបជាមួយ Lord Rodman បុរសដែលបានបាត់ខ្លួនតាំងពីព្រឹកឥឡូវនេះមានទឹកមុខដ៏អាក្រក់ដែលបង្ហាញយ៉ាងច្បាស់ថាគាត់កំពុងរៀបចំគម្រោងមិនល្អអ្វីមួយនៅក្នុងមន្ទីរពិសោធន៍យេនបានពិនិត្យមើលច្រកទ្វារពណ៌ក្រហមដ៏ចម្លែកមួយគាត់ក៏ឆ្ងល់ថាតើរបស់នេះមានជីវិតដែរឬទេហើយថាតើ Kagera ជាអ្នកបង្កើតវាយ៉ាងណាយេនក៏បានរកឃើញឧបករណ៍ផ្ញើសារដែល Kagera បានបន្សល់ទុករួមជាមួយឧបករណ៍ចាក់ម៉ាស៊ីន Nano គាត់សង្ឃឹមថាវានឹងមានតម្រុយដើម្បីជួយឲ្យគាត់យល់និងដោះស្រាយស្ថានភាពបច្ចុប្បន្ននេះបានគាត់បានដំណើរការវាហើយរូបភាព hologram របស់ Kagera ក៏បានលេចឡើង Kagera បានដឹងមុនថាយេននឹងមកដល់កន្លែងនេះមុនគេព្រោះមន្ទីរពិសោធន៍នេះស្ថិតនៅជិតកន្លែងដែលគាត់នឹងដឹងខ្លួនឡើងវិញបំផុតលោកបណ្ឌិតបានពន្យល់ថានៅក្នុងមន្ទីរពិសោធន៍នេះគាត់កំពុងអភិវឌ្ឍឧបករណ៍ដែលមនុស្សមិនដែលធ្វើបានសូម្បីតែរាប់រយលានឆ្នាំមុនហើយថាមពលមួយផ្នែកតូចនៃឧបករណ៍នេះត្រូវបានរក្សាទុកនៅក្នុងឧបករណ៍ចាក់សម្រាប់ឲ្យយេនប្រើប្រាស់គាត់បានសរសើរខ្លួនឯងចំពោះសមិទ្ធផលនេះមុនពេលបង្ហាញថាឧបករណ៍ដែលគាត់កំពុងនិយាយដល់នេះគឺជាឧបករណ៍បញ្ជូនសារពាង្គកាយ teleportation device យេនមិនដែលនឹកស្មានថា Kagera អាចបង្កើតអ្វីដែលអស្ចារ្យបែបនេះឡើយប៉ុន្តែឥឡូវនេះអ្វីចាប់ផ្ដើមមានភាពច្បាស់លាស់ហើយ August បានលើកឡើងថាពួកអ្នកឈ្លានពានបានលេចឡើងនៅទូទាំងទីក្រុងដោយមិនដឹងខ្លួនយេនក៏ចាប់ផ្ដើមមានការព្រួយបារម្ភព្រោះអ្នកណាដែលកាន់កាប់ឧបករណ៍នេះទំនងជាអ្នកនៅពីក្រោយរឿងគ្រប់យ៉ាងបន្ទាប់មកគាត់បានកត់សម្គាល់ឃើញអ្វីដែលចម្លែកអំពីសារដែលបានកត់ត្រារបស់អ្នកវិទ្យាសាស្ត្រម្នាក់នោះឧបករណ៍បញ្ជូនដើមគឺមានពណ៌ខៀវប៉ុន្តែឧបករណ៍ពណ៌ក្រហមដែលនៅចំពោះមុខគាត់ឥឡូវនេះគឺជាអ្វីទៅវិញនៅពេលដែលនាឡិកាដែលនៅជិតនោះវាចំម៉ោង12ឧបករណ៍នោះក៏បានដំណើរការយ៉ាងខ្លាំងក្លាយេនក៏បានត្រៀមខ្លួនដើម្បីប្រឈមមុខនឹងអ្វីដែលនឹងកើតឡើងប៉ុន្តែផ្ទុយទៅវិញពួកអ្នកឈ្លានពាននៅក្នុងទ្រុងទាំងអស់ក៏បានបាត់ខ្លួនភ្លាមតែម្ដងនៅខាងលើវិញ August និងពួកទាហានក៏បានឃើញពួកអ្នកឈ្លានពានរាប់រយនាក់ធ្លាក់ចុះពីលើមេឃមកលើរាជធានីនៅក្រោមដីវិញ Lord Rodman បានងាកទៅរក Maria ជាមួយនឹងស្នាមញញឹមដ៏គួរឲ្យខ្លាចហើយបានសួរនាងដោយចំអកថាហេតុអ្វីបានជានាងមានភាពតានតឹងបែបនេះ Maria បានប្រាប់ឲ្យគាត់ចេញពីផ្លូវប្រសិនបើគាត់មិនចង់មានរឿងជាមួយនាង Lord Rodman បានសារភាពថាគាត់សង្ស័យថានាងបានតាមដានគាត់ជាយូរមកហើយប៉ុន្តែគួរឲ្យស្ដាយដែលនាងដឹងរឿងនេះយឺតពេលទៅហើយ
គាត់បានប្រកាសថាថ្ងៃនៃការជំនុំជម្រះក៏បានមកដល់ហើយគាត់បានបង្ហាញថាដើមឡើយគាត់មានគម្រោងពន្យាពេលរឿងនេះប៉ុន្តែមនុស្សពីរនាក់ដែលបានចូលមកក្នុងមន្ទីរពិសោធន៍របស់គាត់បានបង្ខំឲ្យគាត់ត្រូវធ្វើវាឥឡូវនេះជាពិសេសគាត់បានដឹងថាការគំរាមកំហែងពិតប្រាកដចំពោះគម្រោងរបស់គាត់គឺយិនសភាពកត់របស់គាត់បានប្រាប់គាត់ថាយិននឹងក្លាយជាបញ្ហាដ៏ធំបំផុតសម្រាប់គាត់ដូចជាបងប្រុសរបស់មេរីយ៉ាដែរគាត់ដឹងថាយិនគឺជាអ្នកដែលបានរកឃើញផ្លូវសម្ងាត់នេះគាត់ក៏បានសម្រេចចិត្តថាវាជាការល្អបំផុតក្នុងការកម្ចាត់សាក្សីទាំងអស់នៅទីនេះមេរីយ៉ាស្ទើរតែចង់សើចចំពោះគំនិតដែលថាគាត់ជឿថាគាត់អាចយកឈ្នះនាងបានLord Rodman បានអួតអំពីថាមពលដុំហេម៉ាដែលគាត់ទទួលបានអ្វីដែលគាត់មិនបានដឹងនោះគឺថាមានក្មេងស្រីម្នាក់កំពុងលួចមកពីក្រោយគាត់ជាមួយនឹងឆ្នាំងដ៏ធំមួយមេរីយ៉ាមានការភ័យខ្លាចចំពោះក្មេងស្រីម្នាក់នោះនិងមានមន្ទិលសង្ស័យថាតើគម្រោងការដ៏ឆ្កួតឡប់នេះនឹងអាចទទួលបានជោគជ័យដែរឬទេដោយមិនមានការស្ទាក់ស្ទើរហាខាម៉ាក៏បានវាយទៅលើក្បាលរបស់ Lord Rodman យ៉ាងខ្លាំងតែម្ដងមេរីយ៉ាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយចង់ដឹងថាតើនាងរកឃើញកន្លែងនេះដោយរបៀបណាហាខាម៉ាក៏បានពន្យល់ថានាងមកស្វែងរកយិនមានភាពវឹកវរយ៉ាងខ្លាំងនៅខាងក្រៅហើយវាពិតជាពិបាកក្នុងការសង្គ្រោះគ្រប់គ្នាណាស់នៅតាមផ្លូវនាងក៏បានជួបនឹងសិស្សថ្មីម្នាក់ទៀតគឺខឺដូដែលបានប្រាប់ថាសាស្ត្រាចារ្យរបស់ពួកគេបានចូលទៅក្នុងបន្ទប់ទុកអីវ៉ាន់សិស្សថ្មីម្នាក់នោះមានអារម្មណ៍ខុសបន្តិចបន្តួចដែលបានវាយគ្រូបង្រៀនឲ្យសន្លប់ប៉ុន្តែហាខាម៉ានៅតែអះអាងថាគាត់សុំនឹងទទួលបានវាហើយម្យ៉ាងទៀតដោយសារគាត់មិនបានឃើញមុខពួកគេអាចទម្លាក់កំហុសទៅឲ្យមេរីយ៉ាបានប្រសិនបើមានរឿងអ្វីកើតឡើងនៅពេលនោះជិនក៏បានមកដល់ខាងលើហើយសួរថាមានរឿងអ្វីកើតឡើងស្រាប់តែឃើញ Lord Rodman សន្លប់នៅនឹងកម្រាលឥដ្ឋហាខាម៉ាក៏បានប្រាប់គាត់ថាទីក្រុងនៅខាងក្រៅកំពុងមានភាពវឹកវរយ៉ាងខ្លាំងគាត់មិនមានការភ្ញាក់ផ្អើលឡើយព្រោះគាត់ដឹងថាពួកបិសាចទាំងនោះនឹងត្រូវបានបញ្ជូនទៅកាន់ទីណាមេរីយ៉ាក៏ចាប់ផ្ដើមដឹងខ្លួនហើយអ្នកទាំងបីក៏បានប្រញាប់ប្រញាល់ចេញទៅខាងក្រៅភ្លាមភ្លើងបានឆាបឆេះពេញទីក្រុងហើយទីក្រុងពាក់កណ្ដាលត្រូវបានបំផ្លិចបំផ្លាញប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងហើយបានរត់គេចខ្លួនទៅគ្រប់ទីក្នុងចំណោមបិសាចទាំងនោះមានបិសាចម្នាក់ដែលមើលទៅខ្លាំងជាងគេបំផុតការដែលឃើញផ្ទះដ៏ជាទីស្រឡាញ់របស់នាងខ្លាចជាបែបនេះបានធ្វើឲ្យមេរីយ៉ានិយាយអ្វីមិនចេញឡើយចំណែកយិនមានអារម្មណ៍ថាខ្លួនគាត់បានបរាជ័យដោយគិតថាគាត់គួរតែបំផ្លាញឧបករណ៍នោះតាំងពីពេលដែលគាត់មានឱកាសមកម្លេះហាខាម៉ាក៏បានចង្អុលបង្ហាញពីបិសាចដ៏ធំមួយដែលកំពុងត្រៀមវាយប្រហារទៅលើរាជវាំងដើម្បីដោះស្រាយនៅកំហុសរបស់គាត់យិនក៏បានប្រើប្រាស់ឧបករណ៍ចាក់ដែលខាយរ៉ាបានបន្សល់ទុកឲ្យគាត់បន្ទាប់ពីបានប្រើវាហើយគាត់ក៏ទទួលបានសមត្ថភាពក្នុងការបញ្ជូនសារផ្ទៀងកាយអ្នកវិទ្យាសាស្ត្រម្នាក់នោះបានពន្យល់ថាវាអាចប្រើប្រាស់បានតែម្ដងគត់ក្នុងរយៈពេល24ម៉ោងលើសពីនេះជួរនៃការបញ្ជូនគឺមានកម្រិតខ្លីបំផុតសម្រាប់អ្នកប្រើប្រាស់ធម្មតាទោះជាយ៉ាងណាក៏ដោយយិនមិនមែនជាមនុស្សធម្មតាឡើយមនុស្សដូចជាគាត់គឺអាចបញ្ជូនខ្លួនឯងទៅកាន់កន្លែងណាក៏បានតាមតែភ្នែករបស់គាត់អាចមើលឃើញដោយមិនមានការស្ទាក់ស្ទើរគាត់ក៏បានបាត់ខ្លួនហើយទៅលេចឡើងនៅចំពីមុខការវាយប្រហាររបស់បិសាចនោះតែម្ដង